ព្រះបាទជ័យវរ្ម័នទី7ជាព្រះរាជបុត្ររបស់ព្រះបាទធរណិនវរ្ម័នទី2ព្រះមេត្តាព្រះនាមជោឌាមនីដែលជាព្រះរាជបុត្រីព្រះបាទហោសេវរ្ម័នទី3ហើយព្រះអង្គត្រូវជាបងប្អូនជីដូនមួយនឹងព្រះបាទសូរិយាវរ្ម័នទី2ដែលជាក្សត្រកសាងអង្គរវត្តព្រះអង្គបានរៀបអភិសេកជាមួយនឹងព្រះនាងជ័យរាជទេវីជាព្រះអគ្គមហេសីហើយមានព្រះរាជបុត្រមួយព្រះអង្គព្រះនាមស្រិន្ទ្រវរ្ម័នក្រោយពេលព្រះនាងជ័យរាជទេវីសោយទីបង្គត់ទៅទ្រង់បានលើកព្រះនាងឥន្ទ្រទេវីជាអគ្គមហេសីបន្តទៀតដែលព្រះនាងអង្គនេះមានចំណេះវិជ្ជាជ្រៅជ្រះណាស់ព្រះបាទជ័យវរ្ម័នទី7ដើមឡើយឈ្មោះជ័យធនប្រសូតប្រមាណជាឆ្នាំ1125នៃគ្រិស្តសករាជហើយព្រះអង្គឡើងគ្រងរាជ្យក្នុងគ្រិស្តសករាជ1162ក្នុងចន្លោះសតវត្សទី12និងដើមសតវត្សទី13ក្នុងរជ្ជកាលរបស់ព្រះអង្គប្រទេសខ្មែរមានផ្ទៃនគរធំទូលាយខាងកើតទល់នឹងប្រទេសចាមខាងត្បូងទល់នឹងសមុទ្រខាងលិចទល់នឹងភូមាខាងជើងទល់នឹងប្រទេសចិនពោលគឺប្រទេសយើងពុំទាន់បែកបាក់នៅឡើយនោះទេភាពធំធេងនៃនគរខ្មែរនាសម័យនោះពុំមែនជាលទ្ធផលនៃការវិទ្យានិយមទេព្រះអង្គគ្រាន់តែកាន់កាប់ដោយពង្រឹងតំបន់នានាដែលជាអតីតទឹកដីខ្មែរតែប៉ុណ្ណោះព្រះអង្គជាស្ដេចសឹកមួយអង្គដ៏ខ្លាំងពូកែនិងមានព្រហ្មវិហារធម៌ដល់ប្រជានុរាស្ត្ររបស់ព្រះអង្គបានចាត់ឲ្យបង្ក្រាបពួកបះបោរនៅក្នុងប្រទេសដោយបង្រួបបង្រួមខេមរជនទាំងអស់ដែលនៅក្រោមការត្រួតត្រារបស់ព្រះអង្គឲ្យដើរផ្លូវតែមួយតាម